ตาเนี่ยบานหรือเต้មិត្តប្រុសរបស់កូនស្រីគ្រួសារឡើយចៅជំពាក់លុយ1.6 លានយន្ត1.6 លានយន្តព្រះឲ្យនោះមិនមែនជាអណ្ដុំគ្មានបាត់ទេអីមិនខុសទេកូនប្រុសខ្ញុំនិងវ៉ាងជីឆាំងគឺជាមិត្តរួមថ្នាក់គេនិយាយថាកាលពីម្សិលមិញក្នុងកម្មវិធីជួបជុំមិត្តភ័ក្តិគេបានសារភាពដោយផ្ទាល់មាត់ថាជំពាក់1.6 លានយន្តការដ្ឋានសំណង់មានមនុស្សស្លាប់ឪពុកម្ដាយគេដែលខ្ចីលុយតាមផ្ទះឮថាទៅដល់ផ្ទះពូទីពីរទៀតតែត្រូវកូនប្រសារស្រីគេស្ដីឲ្យនៅមុខទ្វារឡើងយូរអូហូចុះហេតុអ្វីគ្រួសារឡើយចៅមិនប្រញាប់ឲ្យកូនស្រីបែកគ្នាពីគេទៅការពឹងលើមនុស្សប្រុសបែបនេះមួយជីវិតគ្មានថ្ងៃងើបក្បាលរួចឡើយខ្ញុំឃើញថាកូនស្រីឡាវចៅក៏វង្វេងដែររូបរាងស្អាតបាតសោះរោគអ្នកណាមិនរោគបែរជាមកជំពាក់ជំពិនជាមួយមេការក្រីក៏ជំពាក់បំណុលគេទៅវិញតើអ្នករាល់គ្នាកំពុងនិយាយពីអ្នកណាអូយពួកយើងគ្រាន់តែជែកលេងតើកុំប្រកាន់អីណាជែកលេងពួកអ្នកឯងនិយាយដើមកូនស្រីខ្ញុំនៅផ្សារហៅថាជែកលេងឯងខ្ញុំប្រាប់ពួកអ្នកឯងទៅវ៉ាងជីឆាំងជំពាក់លុយប៉ុន្មានមិនពាក់ព័ន្ធនឹងគ្រួសារចៅយើងទេកូនស្រីខ្ញុំបានផ្ដាច់ទំនាក់ទំនងជាមួយគេយូរហើយផ្ដាច់ទំនាក់ទំនងយូរហើយខ្ញុំឮគេនិយាយថាពីថ្ងៃមុននៅឃើញពួកគេទាំងពីរនិយាយគ្នានៅច្រកចូលភូមិតើបើខ្ញុំឮពួកអ្នកឯងនិយាយដើមកូនស្រីខ្ញុំពីក្រោយខ្នងទៀតខ្ញុំនឹងយកកូនជញ្ជីងនេះគប់ចំមុខពួកអ្នកឯងមិនខានជារឿងពិតសោះបែរជាមិនឲ្យគេនិយាយមេស្រីចិត្តអាក្រក់ម៉ែសួរឯងតើឯងនៅតែតាក់ទងជាមួយគេមែនទេម៉ែកូនគ្រាន់តែស្អីអំបញ្ញមិញនៅផ្សារត្រូវគេចង្អុលមុខនិយាយថាកូនប្រសារគ្រួសារចៅជំពាក់លុយ1.6 លានយន្តឯងដឹងទេថាម៉ែខ្មាស់គេសឹងតែរកកន្លែងជ្រកមិនបានម៉ែជីឆាំងមិនបានធ្វើដោយចិត្តណាទេការបាក់ស្រុតនៅការដ្ឋានគឺជាគ្រោះធម្មជាតិនិងគ្រោះថ្នាក់ចៃដន្យតើស៊ូរ៉ានឯងអាយុ28ឆ្នាំហើយមិនមែន18ឆ្នាំទេតើឯងមិនស្គាល់ធ្ងន់ស្រាលទេអីមនុស្សដូចវ៉ាងជីឆាំងម៉ែមិនឲ្យឯងតាក់ទងទៀតទេបើឯងនៅតែចេះចង់នៅជាមួយគេទៅចុះឯងរើចេញទៅហើយពីថ្ងៃនេះទៅកុំហៅខ្ញុំថាម៉ែខ្ញុំក៏គ្មានកូនស្រីដូចឯងដែរម៉ែកាលនោះពួកយើងព្រមព្រៀងគ្នាថានឹងទុកពេលឲ្យគេមួយខែតើគ្រាន់តែប្រាប់មកឯងរើសយកគេឬរើសយកម៉ែកាំងជឿញ៉ាំសាច់ឲ្យបានច្រើនទៅកូនអរគុណច្រើនមីងកាំងជឿឲ្យមីងមានសម្ដីខ្លះមិនដឹងថាគួរនិយាយឬមិនគួរនិយាយទេមីងនិយាយចុះបាទឯងនឹងសៀវហួយតាក់ទងគ្នាជិត1ឆ្នាំហើយរឿងរវាងគ្រួសារយើងទាំងពីរក៏មិនទាន់បានសម្រេចច្បាស់លាស់ដែរតើលុយថ្លៃទឹកដោះរៀបចំដល់ណាហើយកាំងជឿមីងមិនមែនដេញដល់ឯងទេគ្រាន់តែពីថ្ងៃមុនបានជែកលេងជាមួយកូនស្រីផ្ទះលោកលីនៅក្បែរខាងកូនស្រីគេទើបតែភ្ជាប់ពាក្យកាលពីខែមុនខាងប្រុសឲ្យថ្លៃទឹកដោះ200,000យន្តមិនខ្វះ1កាក់ទេវេមកភ្លាមតែម្ដងមីងឪពុកម្ដាយខ្ញុំបានដឹងច្បាស់ក្នុងចិត្តហើយបាទដឹងច្បាស់ក្នុងចិត្តក៏ត្រូវមានពាក្យសន្យាឲ្យពិតប្រាកដដែរថ្លៃទឹកដោះ188,000យន្តឯថ្លៃបណ្ណាការពួកយើងចេញ50,000យន្តនេះជារឿងដែលបានព្រមព្រៀងគ្នារួចហើយតែខ្ញុំគេនិយាយថាបងប្រុសរបស់ឯងជំពាក់លុយគេ1.6 លានយន្តមែនទេបាទគឺពិតជាជំពាក់មែនចុះការរៀបការតើឯងចង់ការទៀតរត់បើពុកម្ដាយឯងយកលុយទាំងអស់ទៅប៉ះពើបំណុលបងប្រុសឯងចុះសៀវហួយកូនស្រីខ្ញុំត្រូវធ្វើម៉េចគ្រួសារយើងមិនអាចរងចាំបានទេម៉ែកុំនិយាយទៀតអីតើមីងនិយាយខុសមែនទេកាំងជឿឯងនិយាយខ្លួនឯងមើលតើពុកម្ដាយឯងបំរុងយកលុយសន្សំទាំងអស់ទៅសងបំណុល1.6 លានយន្តរបស់បងឯងមែនទេមីងកុំបារម្ភអីឪពុកម្ដាយខ្ញុំមិនបោះបង់ខ្ញុំចោលឡើយបាទកាំងជឿមិនមែនមីងបង្ខំឯងទេសៀវហួយឆ្នាំនេះអាយុ26ឆ្នាំហើយបើបន្តអូបន្លាយទៀតតើវាទៅជាយ៉ាងណាឯងត្រឡប់ទៅនិយាយជាមួយឪពុកម្ដាយឯងឲ្យច្បាស់លាស់ទៅរៀបចំរឿងការរបស់ពួកឯងឲ្យរួចរាល់សិនសឹមគិតគូររឿងបងប្រុសឯងតាមក្រោយឬទេបងជីឆាំងជំពាក់លុយ1.6 លានយន្តឪពុកម្ដាយបានយកលុយសន្សំពេញមួយជីវិតសរុប28,000យន្តចេញមកទាំងអស់ប៉ុន្តែលុយ28,000យន្តនោះពាក់កណ្ដាលជាលុយដែលសន្យាទុកឲ្យខ្ញុំការសៀវហួយឪពុកម្ដាយនិយាយថានៅចាំតែពេលរឿងបងជីឆាំងកាត់ឡើងភ្លាមពួកគាត់មិនទាំងព្រេចភ្នែកផងក៏យកចេញមកទាំងអស់បើវាពិតជាត្រូវយកទៅសងបំណុលគេអស់មែនតើសៀវហួយត្រូវធ្វើម៉េចទៅមិនមែនខ្ញុំមិនអាណិតបងជីឆាំងទេតែខ្ញុំក៏ត្រូវការប្រពន្ធដែរម្ដាយសៀវហួយនិយាយដល់ថ្នាក់នឹងហើយបើនៅតែអូបន្លាយទៀតខាងគ្រួសារនាងច្បាស់ជាមិនព្រមឡើយខ្ញុំត្រូវតែប្រយ័ត្នរឿងនេះមិនអាចឲ្យពុកម្ដាយយកលុយទាំងអស់ទៅសងបំណុលគេឡើយមានការអីរកខ្ញុំនិងបងប្រុសឯងប្រៀបដូចជាស្នឹងគ្នាទៅហើយខ្ញុំដឹងពីរឿងការភ្នាល់របស់ពួកអ្នកឯងអូខ្ញុំមិនចង់ឲ្យបងប្រុសខ្ញុំឈ្នះការភ្នាល់ទេហេតុអ្វី
បើគេរកលុយបានគ្រប់លុយ280000យួនរបស់ពួកខ្ញុំនឹងត្រូវយកទៅប៉ះពើបំណុលគេទាំងអស់នោះលុយថ្លៃទឹកដោះរបស់ខ្ញុំច្បាស់ជាគ្មានសង្ឃឹមឡើយគ្រួសារសង្សារខ្ញុំបាននិយាយហើយថាត្រូវតែកំណត់ថ្ងៃចូលស្ដីដណ្ដឹងឲ្យខាងតែបានដូចនេះខ្ញុំត្រូវតែការស៊ីហួយឲ្យបានឲ្យតែនៅក្នុងផ្ទះមានចំណាអ្វីខ្ញុំនឹងប្រាប់អ្នកភ្លាមអ្នកត្រូវតែរៀបរាងគេកុំឲ្យគេមានឱកាសរៀបការជាមួយចៅស៊ូរ៉ានឲ្យសោះរឿងលុយកាក់ជារឿងតូចតែទេលុយ188,000យួននោះបើឯងជួយខ្ញុំធ្វើឲ្យបងប្រុសឯងចាញ់ការភ្នាល់លុយនេះខ្ញុំជាអ្នកចេញពិតមែនឬឲ្យតែក្នុងផ្ទះឯងមានដំណឹងអ្វីត្រូវប្រាប់ខ្ញុំភ្លាមបងប្រុសឯងរកលុយបានប៉ុន្មានខ្ញុំសុទ្ធតែមានវិធីធ្វើឲ្យគេមិនអាចរៀបការបានបងប្រុសកុំបន្ទោសខ្ញុំអីខ្ញុំក៏ត្រូវគិតគូរពីខ្លួនឯងដែរអ៊ំប្រុសអ៊ំស្រីបងជីឆាំងឈីងមកហើយអាហេះឆាប់អង្គុយមកកូនបងជីឆាំងរឿងរបស់បងខ្ញុំបានរើហើយប៉ុន្មានឆ្នាំនេះខ្ញុំលក់ម៉ូតូអគ្គិសនីគ្រាន់បើដែរសន្សំបានលុយខ្លះលុយ4សែនយួននេះបងយកទៅដោះស្រាយការបន្ទាន់សិនទៅ4សែនយួនឈីងធ្វើបែបនឹងមិននឹងកើតអ៊ំប្រុសខ្ញុំដឹងហើយការបាក់ស្រុតជាគ្រោះធម្មជាតិមិនមែនជាកំហុសបងជីឆាំងទេបើពេលមានអាសន្នគ្រប់គ្នាមិនជួយគ្នាតែយើងនៅរាប់អានជាសាច់ញាតិធ្វើអីទៀតឈីងសម្ដីរបស់ក្មួយធ្វើឲ្យមីងរំភើបចិត្តណាស់កុំតន់អារំភើបអីមាសប្រាក់នៅក្នុងដៃខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំនឹងទៅសួរនាំសាច់ញាតិផ្សេងទៀតមើលក្រែងមានអ្នកណាអាចជួយសម្រាលបានខ្លះឈីងលុយនេះបងនឹងចងចាំទុកចាំធ្វើអីបងដោះស្រាយរឿងចំពោះមុខឲ្យរួចរាល់សិនទៅសឹមគិតទៀតដាសានគុយហ្វាបងថ្លៃហេតុអីបងមកទីនេះ3ឆ្នាំមុនគ្រួសារខ្ញុំទិញផ្ទះខ្វះលុយ1សែនយួនគឺបងនឹងគុយហ្វាជួយឲ្យខ្ចីភ្លាមដោយគ្មានរេរែករឿងនេះខ្ញុំចងចាំជានិច្ចឥឡូវជីឆាំងមានរឿងបើខ្ញុំធ្វើជាមិនដឹងមនុស្សតើខ្ញុំនៅជាមនុស្សទៀតទេ1សែនយួនមិនច្រើនទេតែបងយកទៅប្រើសិនចុះបងថ្លៃលុយនោះគ្រួសារបងក៏មិនសូវធូរធារដែរទោះបីជាលំបាកយ៉ាងណាក៏មិនអាចឈោមើលជីឆាំងជាប់គុកដែរយកទៅសំបំណុលណាដែលបន្តសិនទៅវ៉ាងឈីង4សែនយួនអ៊ំស្រី1សែនយួនបូករួមទាំងលុយបង្កោ50000យួននិងលុយក្នុងផ្ទះ28,000យួនសរុបទាំងអស់បាន83,000យួនហើយសេចក្តីស្រឡាញ់ពីក្រុមគ្រួសារខ្លះមិនចាំបាច់ទៅដល់ផ្ទះដើម្បីសុំជំនួយឡើយឈីងបងថ្លៃលុយនេះខ្ញុំវ៉ាងជីឆាំងនឹងសងត្រឡប់ទៅវិញជាមិនខានសងស្អីទៅបងដោះស្រាយរឿងរ៉ាវឲ្យរួចរាល់សិនទៅតើអ្នករាល់គ្នាដឹងទេខ្ញុំគេនិយាយថាមានអ្នកត្រូវឆ្នោត160លានយួនឯណោះកាលនោះគឺពិតជាបានថតរូបមែនប៉ុន្តែខ្ញុំបានប្រាប់ពួកគាត់រួចហើយថាមិនចង់បញ្ចេញឈ្មោះឡើយប្រហែលជាគ្មានរឿងអីទេដឹងពិតឬអត់បើគ្រួសារយើងមានអ្នកត្រូវឆ្នោតបែបនេះដែលច្បាស់ជាល្អណាស់មិនបាច់រស់នៅក្នុងជីវភាពលំបាកខ្វះមុខខ្វះក្រោយបែបនេះទេមែនហើយអ្នកត្រូវឆ្នោតនោះពិតជាមានសំណាងណាស់បងឈីងអ៊ំស្រីពួកបងមកហើយអាហែអំបញ្ញមានអ៊ំស្រីជីដូនមួយរបស់ឯងនិងអ៊ំស្រីបានឲ្យគ្រួសារយើងខ្ចីលុយ5សែនយួន5សែនយួនខ្ញុំទើបតែដើរចេញពីផ្ទះសោះហេតុអីស្រាប់តែបានដល់ទៅ5សែនយួនម៉ែកូនទៅដងទឹកផឹកនៅក្នុងផ្ទះបាយសិនជីជួនឲ្យតែឯងនេះដំណឹងនៅខាងប្អូនស្រីជីដូនមួយនិងអ៊ំស្រីរបស់វ៉ាងជីឆាំងបានជួយលុយគេសរុប5សែនយួនបូករួមទាំងលុយគ្រួសារគេទៀតគឺជិត1លានយួនហើយបើគេពិតជាអាចប៉ះពើបំណុលនោះបានមែនចុះរឿងរបស់ស៊ូរ៉ានត្រូវធ្វើម៉េចទៅអ៊ំស្រីកុំបារម្ភអីគេរកបានតែ1លានយួនទេនៅខ្វះ6សែនយួនទៀតឯណោះម្យ៉ាងវិញទៀតទោះបីជាគេរកលុយបានគ្រប់ក៏ដោយបើមនុស្សវាខូចខើទៅហើយទោះមានលុយក៏គ្មានប្រយោជន៍ដែរតើឯងចង់មានន័យថាម៉េចខ្ញុំបានលើមកថាវ៉ាងជីឆាំងមាត់និយាយថាសងបំណុលតែម្ខាងទៀតកំពុងតែមានទំនាក់ទំនងមិនច្បាស់លាស់ជាមួយមិត្តស្រីរួមថ្នាក់កាលពីរៀនវិទ្យាល័យឈ្មោះសៀវស៊ីអីនឹងមិត្តស្រីម្នាក់នោះថែមទាំងឲ្យលុយគេ20,000យួនទៀតផងអ៊ំស្រីសាក់គិតមើលតើលុយនោះគេឲ្យខ្ចីឬក៏ឲ្យទេស្អីគេនៅមានមុខទៅតាក់ទងជាមួយស្រីផ្សេងទៀតផងអ៊ំស្រីរឿងនេះតាមពិតខ្ញុំមិនចង់និយាយទេតែដើម្បីជាប្រយោជន៍ដល់ស៊ូរ៉ានខ្ញុំគិតថាអ៊ំស្រីគួរតែដឹងមនុស្សប្រុសដែលជំពាក់បំណុលគេ6លានយួនមិនគិតខំប្រឹងរកលុយសងបំណុលបែរជាដាញ៉ែស្រីមិនឈប់តើនេះជាមនុស្សមានសិលធម៌បែបណាបើស៊ូរ៉ានទៅរស់នៅជាមួយគេតើទៅថ្ងៃមុខអាចមានក្តីសុខបានទេអាវ៉ាងជីឆាំងម្នាក់នេះខ្ញុំមើលទៅគេគឺជាមនុស្សបោកប្រាស់ពិតប្រាកដមែនជីជួនឯងត្រូវតែជួយអ៊ំស្រីតាមដានរឿងនេះកុំឲ្យស៊ូរ៉ានត្រូវគេបោកប្រាស់ទៀតអីសោះអ៊ំស្រីកុំបារម្ភអីខ្ញុំដឹងថាត្រូវធ្វើបែបណាហើយបាទឯងមកនេះឯងនៅមានចិត្តអង្គុយលេងទូរស័ព្ទទៀតមែនទេម៉ែមានរឿងអីហ្នឹងតើឯងដឹងទេថាក្បាលខូចវ៉ាងជីឆាំងនោះធ្វើរឿងអីខ្លះនៅខាងក្រៅទៀមខាងនិយាយថារកលុយសងបំណុលដើម្បីការឯងតាមខាងទៀតលួចលាក់មានស្រីរួមថ្នាក់ការរៀនវិទ្យាល័យស្រីម្នាក់នោះថែមទាំងឲ្យលុយគេ20,000យួនទៀតផងជីជួនបានប្រាប់ម៉ែអស់ហើយមិនអាចទៅរួចទេជីឆាំងមិនមែនជាមនុស្សបែបនោះឡើយមិនមែនមនុស្សបែបនោះចុះហេតុអីគេមិនប្រាប់ឯងពីរឿងដែលគេតាក់ទងជាមួយស្រីផ្សេងមនុស្សប្រុសដែលជំពាក់បំណុលគេ6លានយួននៅមានមុខទៅញ៉ែស្រីញ៉ែញាប់មិនចេះចប់ហើយឯងបែរជានៅជួយនិយាយការពីគេទៀតម៉ែមិត្តស្រីរួមថ្នាក់ឈ្មោះសៀវស៊ីដែលម៉ែនិយាយនោះកូនស្គាល់នាងតើនាងជាមិត្តរួមថ្នាក់របស់ជីឆាំងតាំងពីវិទ្យាល័យម្លេះគេឲ្យខ្ចីលុយគឺដោយសារយកយល់មុខមិត្តភក្តិចាស់តើហេតុអីពេលចេញពីមាត់ម៉ែបែរជាទៅជាលួចលាក់មានស្រីទៅវិញឯងស្ដាប់សម្ដីខ្លួនឯងនិយាយមើលតើមានស្រីណាដែលសុកយកលុយ20,000យួនឲ្យប្រុសម្នាក់ដោយគ្មានហេតុផលនោះឯងឆាប់ភ្ញាក់រលឹកឡើងទៅ
បើអាវាងជីឆាំងវាស្រឡាញ់ឯងពិតមែនវាមិនទៅមានទំនាក់ទំនងមិនច្បាស់លាស់ជាមួយស្រីផ្សេងនៅខាងក្រៅឡើយកូនត្រូវតែទៅសួរនាំគេឲ្យច្បាស់លាស់ឯងទៅសួរគេធ្វើអីតើគេអាចនិយាយការពិតប្រាប់ឯងមែនទេកូនមិនជឿឡើយលុះត្រាតែគេនិយាយប្រាប់កូនផ្ទាល់មាត់តើពួកអ្នកឯងងឺដំណឹងនៅកូនស្រីគ្រួសារឡាវជើនោះសង្សារនាងគឺវាងជីឆាំងម្ខាងជំពាក់បំណុលគេវ៉ាន់ដុកម្ខាងទៀតកំពុងតែតាក់ទងគ្នាផ្អែមល្ហែមជាមួយមិត្តស្រីរួមថ្នាក់ការរៀនវិទ្យាល័យស្រីម្នាក់នោះថែមទាំងឲ្យលុយគេ20,000 យួនទៀតផងពិតមែនឬចុះវាងជីឆាំងមិនមែននៅជំពាក់លុយគេ1.5 លានយួនទេអីមិនខុសទេជំពាក់បំណុលវ៉ាន់ដុកហើយនៅឆ្លៀតមានស្រីញីក្រៅទៀតមនុស្សប្រុសបែបនេះគឺដូចជាអណ្ដូងភ្លើងអញ្ចឹងខ្ញុំរស់នៅដល់អាយុ70ឆ្នាំហើយមនុស្សប្រុសបែបណាក៏ធ្លាប់ជួបដែរមនុស្សដូចវាងជីឆាំងនេះគឺប្រកាសជាប្រភេទមនុស្សមាត់ស៊ីអំបិលប្រហុកតែច្រិតចង់ធ្វើធំប្រហួសថ្លែងហើយនៅចង់ធ្វើចៅហ្វាយគេទៀតក្មេងស្រីម្នាក់នោះនៅតែបន្តតាក់ទងជាមួយគេទៀតម្ដាយនាងមិនមែនតែងតែមិនយល់ព្រមទេអីក្មេងស្រីនោះពិតជាវង្វេងវង្វាន់មែនបើតាមខ្ញុំយល់វិញលោកលីនជីឈួនល្អខ្លាំងណាស់គ្រួសារគេបើក្រុមហ៊ុនលក់សម្ភារៈសំណង់មានទាំងទ្រព្យសម្បត្តិស្មោះស្នេហ៍ហើយស្រឡាញ់ស៊ូរ៉ានតែម្នាក់គត់តើអាវាងជីឆាំងយកអីទៅប្រៀបធៀបជាមួយគេ